ហេតុអ្វីមនុស្សភាគច្រើនចូលចិត្តធ្វើអ្វីតាមគ្នានេះជាសំណួររបស់ប្អូនប្រុសម្នាក់ដែលបានផ្ញើមកខ្ញុំជំរាបសួរបងប្អូនតបតាមសំណួរប្អូនប្រុសម្នាក់ដែលបានផ្ញើមកខ្ញុំនោះប្រសិនបើខ្ញុំនិយាយថាការរស់នៅរបស់មនុស្សយើងសពថ្ងៃនេះគឺសុទ្ធសឹងតែធ្វើតាមគ្នាកម្រនឹងមានអ្នកដែលតាមខ្លួនឯងណាស់តើបងប្អូនចាប់អារម្មណ៍ឃើញអញ្ចឹងដែរទេខ្ញុំប្រើពាក្យថាកម្រមានន័យថាក៏មានអ្នកដែលរស់នៅតាមខ្លួនឯងជាគោលហើយអាស្រ័យអ្នកដទៃជារឿងបន្ទាប់បន្សំដែរតាមគ្នាមានន័យថាយល់ឃើញតាមគ្នាចូលចិត្តតាមគ្នាធ្វើអ្វីតាមគ្នាស្រឡាញ់តាមគ្នាស្អប់តាមគ្នាគឺតាមបុគ្គលដែលមានឥទ្ធិពលជាងខ្លួនឬក៏ជាអ្នកដែលមានប្រជាប្រិយភាពប៉ុន្តែក៏ត្រូវតែជាអ្នកដែលយើងឲ្យតម្លៃដែរពេលនោះយើងនឹងតាមដោយមិនចាំបាច់គិតទង្វើរបស់គេគ្រប់យ៉ាងគឺសុទ្ធសឹងតែត្រូវបើទោះបីជាមានខុសក៏អ្នកនៅតែស្វែងរកហេតុផលមកធ្វើការបញ្យលខ្លួនឯងដើម្បីការពារដែរនេះគឺជារបៀបរស់នៅរបស់មនុស្សឬក៏ហៅម្យ៉ាងទៀតថាជារបៀបនៃការប្រតិកម្មរបស់ចិត្តដើម្បីរស់ឧទាហរណ៍ថានៅពេលដែលយើងត្រូវបានគេអញ្ជើញឲ្យទៅចូលរួមធ្វើសមាធិនៅក្នុងមជ្ឈមណ្ឌលណាមួយយើងនឹងឃើញទស្សនវិជ្ជាមនុស្សម្នាស្ងប់ស្ងាត់ប្រកបដោយសន្តិភាពមិនយូរយើងក៏ចូលចិត្តតាមដែរប៉ុន្តែប្រសិនបើយើងឧស្សាហ៍ចូលរួមជជែកវែកញែករឿងនយោបាយមិនយូរយើងក៏ចូលចិត្តវិភាគនយោបាយតាមគ្នាដែរមួយវិញទៀតមនុស្សម្នាក់រស់នៅមានទំនាក់ទំនងគ្នានឹងពឹងផ្អែកលើអធ្យាស្រ័យដែលខ្លួនបានសន្សំជាដើមទុនដើម្បីស្វែងរកការចូលចិត្តចំពោះអ្នកដទៃផ្សេងទៀតដែលមានអធ្យាស្រ័យប្រហាក់ប្រហែលនឹងខ្លួនដូច្នេះបានជាមនុស្សតែងតែរស់នៅនឹងមានការប្រមូលផ្ដុំជាបកជាពួកជាក្រុមបង្កើតបានទៅជាសហគមន៍ទៅជាប្រទេសរហូតคล้ายទៅជាសត្រូវនឹងគ្នាក៏ព្រោះតែអធ្យាស្រ័យនៃការយល់ឃើញមិនដូចគ្នាបង្កើតបានជាសេចក្តីប្រកាន់អញផ្សេងឯងផ្សឹងនេះឯងហើយសង្គ្រាមក៏កើតឡើងគ្មានទីបញ្ចប់ក្នុងโลกនេះគ្មាននរណាម្នាក់មិនរស់នៅតាមគ្នាទេបើទោះបីជាបុគ្គលនោះមានឥទ្ធិពលមានអំណាចមានប្រជាប្រិយជាបណ្ឌិតបញ្ញវន្តអ្វីក៏ដោយក៏ពួកគេគ្មានអ្វីជារបស់ខ្លួនឯងដែរពួកគេក៏នៅតែតាមដូនតាមនុស្សពីមុនមកដែរលើកលែងតែអ្នកដែលតាមខ្លួនឯងទើបពួកគេមិនតាមការគិតរបស់អ្នកដទៃហើយប្រើប្រាស់ការគិតរបស់ខ្លួនឯងនិងអ្នកដទៃដូចជាទូកដែលជិះឆ្លងស្ទឹងអញ្ចឹងចូលសង្កេតមើលបន្តិចតើសប្តាហ៍ថ្ងៃនេះការរស់នៅរបស់បងប្អូនកំពុងតែតាមអ្នកណាដែរការយល់ឃើញរបស់យើងសប្តាហ៍ថ្ងៃនេះតើបានមកពីការយល់ឃើញរបស់អ្នកណាអ្វីដែលយើងគិតថាត្រូវហើយគេមិនត្រូវវាបានមកអំពីការច្របាច់បញ្ចូលគ្នានៅរឿងរ៉ាវអ្វីខ្លះដែលយើងបានដឹងចុះអ្នកដទៃបើពួកគេទទួលបានខុសពីយើងអញ្ចឹងលទ្ធផលក៏ខុសគ្នាដែរនេះគ្រាន់តែចង់បញ្ជាក់ប្រាប់ថាការរស់នៅរបស់មនុស្សគឺសុទ្ធសឹងតែបានមកអំពីការយល់ដឹងតាមគ្នាតែប៉ុណ្ណោះគ្មានខុសគ្មានត្រូវពិតប្រាកដទេបើអាចទទួលយកបែបនេះបាននោះការប្រកាន់ទាំងឡាយមិនសូវមាំដូចមុនសន្តិភាពផ្លូវចិត្តក៏កើតឡើងបាន